នេះគឺជាសកម្មភាពបងប្អូនគឺជាសកម្មភាពដែលម្ដាយបង្រៀនកូនបាទប្រមមើលគ្រប់លេខ10លេខនៅពីលេខ11 ព្រោះ ដល់លេខ ជាទូទៅគឺយើងបង្កើតកូនមកគឺយើងត្រូវតែបង្រៀនគ្រប់សពបែបយ៉ាងគឺមិនមែនជាការងាយស្រួលទេបងប្អូនបាទបើសិនជាយើងអត់បង្រៀនអត់បង្ហាត់អត់ណែនាំអត់បណ្ដាលអត់ជំរុញបង្ហាញទេនោះក្មេងនឹងវានឹងដើរតាមអំពើចិត្តរបស់វាដែលវាចង់ធ្វើ លេខ19 ហើយដូចជានៅក្នុងសកម្មភាពនេះគឺជាថ្ងៃទី29 ខែ11 ឆ្នាំ2025ដែលជាទីចប់នៅក្នុងឆ្នាំ2025ឈានចូល2026ហើយរ៉ានុនគឺចូលរៀនបានរយៈពេល3ឆ្នាំហើយបងប្អូនដល់ឥឡូវនេះគឺអាយុ5ឆ្នាំ5ឆ្នាំតិចហើយ5ឆ្នាំមួយខែ2ខែហើយអញ្ចឹងគ្រប់20ហើយរ៉ានុនក៏បានចូលរៀននៅក្នុងសាលាដែលមានលេខ17ល្អឲ្យលេខ17ក៏ប៉ុន្តែគឺត្រូវការឪពុកម្ដាយអូខេបង្ហាត់បង្រៀនបន្ថែមទៀតពីព្រោះថាបើសិនជាចូលរៀននៅសាលាល្អប៉ុណ្ណាក៏ដោយក៏ប៉ុន្តែมันមានម្ដាយលេខ14ណានាំជួយបង្ហាត់បង្រៀនបន្ថែមទៀតទេมันអាចទៅមុខរួចបានទេរ៉ានុនគឺរៀននៅ19តែមានលេខ1និងលេខ9ណាហើយក៏មើលលេខ1និងលេខ9ហើយរៀននៅសាលាកុលបុត្រអល់ជាតិបាទលេខ1និងលេខ9មើល1ណាហ្នឹងគឺ$1400បាទ1400អត់មានតរត់ចឹងត្រូវទេប៉ុន្តែរៀនមានលេខ1និងលេខ9មើលលេខ1ហ្នឹងមានលេខ1និងលេខ9 20ទេបាទមាន20រៀនភាសាអង់គ្លេសចូលដំណើរគ្នាជាមួយនឹងភាសាខ្មែរដូចគ្នា9មែនលេខ4ទេ5 4លេខ1និងលេខ9ហើយនេះគឺជាយើង16ណាគឺយើងត្រូវទីងើបម៉ោង5ចៃជួរនោះមកវាមកទៅលើបាទម៉ោង5លេខម៉ានបង្រៀនគាត់ព្រោះគាត់ម៉ោង6កន្លះម៉ោង7ចាំមកឲ្យរលេខ19មែនរមឃើញវត្តឥឡូវណាបាទហើយហាត់ក្រោយនេះវិញល្ងាចឡើងគឺមកទៅរៀនវិញគឺម៉ាក់គាត់ឥឡូវរលេខ15បាទលេខ15ចឹងអស់លេខ15មួយនៅលេខ15ទៅចឹងអស់លេខ7លេខ15